ចំពុកទី4អំពីអាពាហ៍ពិពាហ៍នៅឯបរទេសនិងអាពាហ៍ពិពាហ៍ជាមួយបរទេសផ្នែកទី1អំពីអាពាហ៍ពិពាហ៍មាត្រា79អាពាហ៍ពិពាហ៍រវាងពលរដ្ឋកម្ពុជានិងពលរដ្ឋកម្ពុជាឬរវាងពលរដ្ឋកម្ពុជានិងជនបរទេសដែលរស់នៅឯបរទេសត្រូវប្រព្រឹត្តទៅនៅចំពោះមុខមន្ត្រីអត្រានុកូលដ្ឋាននៃស្ថានទូតឬស្ថានកុងស៊ុលនៃរដ្ឋកម្ពុជាប្រចាំនៅប្រទេសដែលគូភាគីមានទីលំនៅក្នុងករណីដែលអាពាហ៍ពិពាហ៍រវាងពលរដ្ឋកម្ពុជានិងពលរដ្ឋកម្ពុជានិងអាពាហ៍ពិពាហ៍រវាងពលរដ្ឋកម្ពុជានិងជនបរទេសបានប្រព្រឹត្តទៅត្រឹមត្រូវតាមទម្រង់នៃអាពាហ៍ពិពាហ៍ដែលមានចែងក្នុងច្បាប់នៃកន្លែងរៀបអាពាហ៍ពិពាហ៍នោះត្រូវបានទទួលស្គាល់យកជាការបាននៅរដ្ឋកម្ពុជាប្រសិនបើអាពាហ៍ពិពាហ៍នោះមិនផ្ទុយនឹងបទបញ្ញត្តិច្បាប់នៃរដ្ឋកម្ពុជាលិខិតបញ្ជាក់អាពាហ៍ពិពាហ៍ឬសេចក្តីចម្លងលិខិតអាពាហ៍ពិពាហ៍នេះត្រូវយកមកចុះក្នុងបញ្ជីអាពាហ៍ពិពាហ៍នៃស្ថានទូតឬស្ថានកុងស៊ុលនៃរដ្ឋកម្ពុជាឬគូស្វាមីភរិយាមកតាំងទីលំនៅនៅរដ្ឋកម្ពុជាត្រូវយកមកចុះក្នុងបញ្ជីអាពាហ៍ពិពាហ៍នៅឃុំឬសង្កាត់ដែលមកតាំងទីលំនៅនោះមាត្រា80អាពាហ៍ពិពាហ៍រវាងពលរដ្ឋកម្ពុជានិងជនបរទេសនៅរដ្ឋកម្ពុជាត្រូវប្រព្រឹត្តទៅតាមច្បាប់នៃរដ្ឋកម្ពុជាផ្នែកទី2អំពីការរំលាយអាពាហ៍ពិពាហ៍មាត្រា81ការរំលាយអាពាហ៍ពិពាហ៍ដែលធ្វើនៅឯបរទេសរវាងពលរដ្ឋកម្ពុជានិងពលរដ្ឋកម្ពុជាឬរវាងពលរដ្ឋកម្ពុជានិងជនបរទេសដែលរស់នៅឯបរទេសត្រូវបានទទួលស្គាល់យកជាការបាននៅរដ្ឋកម្ពុជាការរំលាយអាពាហ៍ពិពាហ៍រវាងពលរដ្ឋកម្ពុជានិងជនបរទេសឬការរំលាយអាពាហ៍ពិពាហ៍រវាងជនបរទេសនិងជនបរទេសនៅរដ្ឋកម្ពុជាត្រូវធ្វើតាមច្បាប់នៃរដ្ឋកម្ពុជាតុលាការប្រជាជននៃរដ្ឋកម្ពុជាមានសមត្ថកិច្ចសម្រេចលើបណ្ដឹងសុំរំលាយអាពាហ៍ពិពាហ៍របស់សហព័ន្ធណាមួយដែលចូលមកតាំងទីលំនៅនៅរដ្ឋកម្ពុជា